ស្វែងយល់ពីអាថ៌កំបាំងនិងស្ថាបត្យកម្មដ៏ល្អនៃប្រាសាទបន្ទាយសំរាយបើទោះបីជាមិនសូវមានសិលាចារឹកទុកច្បាស់លាស់ដោយប្រាសាទដទៃប៉ុន្តែប្រាសាទបន្ទាយសំរាយត្រូវបានអ្នកជំនាញសិល្បៈនិងស្ថាបត្យកម្មបុរាណចាត់ទុកថាត្បូងពេជ្រលាក់ខ្លួនមួយដោយសារតែក្បាច់ចម្លាក់ដ៏រស់រវើកនិងសំណង់ស្ថាបត្យកម្មដ៏មានលំនឹងល្អឥតខ្ចោះស្រដៀងគ្នាទៅនឹងប្រាសាទអង្គរវត្តប្រាសាទបន្ទាយសំរាយស្ថិតនៅក្នុងភូមិព្រះដាក់ឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបទីតាំងនេះស្ថិតនៅខាងកើតបារាយណ៍សោធតដាឬបារាយណ៍ខាងកើតមានចម្ងាយប្រហែល2គីឡូម៉ែត្រពីភូមិព្រះដាក់និងស្ថិតនៅខាងត្បូងផ្លូវធ្វើដំណើរពីភូមិព្រះដាក់ទៅភ្នំបូកតើឈ្មោះបន្ទាយសំរាយមានប្រភពមកពីណាពាក្យថាបន្ទាយគឺសំដៅលើសំណង់ដែលមានកំពែងរឹងមាំព័ទ្ធជុំវិញចំណែកពាក្យថាសំរាយគឺជាឈ្មោះនៃក្រុមជនជាតិដើមភាគតិចមួយពួកដែលរស់នៅក្នុងប្រទេសកម្ពុជាតាំងពីបុរាណកាលការហៅឈ្មោះនេះគឺតភ្ជាប់គ្នារវាងរូបរាងប្រាសាទប្រវត្តិសាស្ត្រពិតក៏ដូចជាក្នុងរឿងព្រេងដែរតាមការស្រាវជ្រាវនៅក្នុងតំបន់ភូមិព្រះដាក់កាលដើមឡើយគឺមានបងប្អូនជនជាតិភាគតិចសំរាយរស់នៅយ៉ាងពិតប្រាកដហើយប្រជាជនទីនោះសប្តាហ៍ថ្ងៃក៏ត្រូវបានគេជឿថាមានដូនតាជាជនជាតិសំរាយផងដែរលើសពីនេះបងប្អូនជនជាតិសំរាយនៅតំបន់ភ្នំក្រវាញក៏បានដំណាលតគ្នាមកថាពួកគេមានខ្សែស្រឡាយបងប្អូននៅតំបន់អង្គរដែលប្រហែលជាមានទំនាក់ទំនងអ្វីជាមួយនឹងប្រាសាទបន្ទាយសំរាយនេះផ្អែកលើការសិក្សាប្រៀបធៀបរចនាបថសិល្បៈដែលដូចគ្នាបេះបិទទៅនឹងរចនាបថអង្គរវត្តនាំឲ្យអ្នកប្រវត្តិសាស្ត្របានសន្និដ្ឋានថាប្រាសាទបន្ទាយសំរាយត្រូវបានកសាងឡើងនៅពាក់កណ្ដាលគ្រិស្តសតវត្សទី12ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយវិស្ណុនិយមគឺព្រះនរាយណ៍ប្រាសាទនេះក៏សាងឡើងដោយការផ្គុំផ្សំរវាងថ្មភក់ប្រើសម្រាប់តួប្រាសាទក្បាច់ចម្លាក់ទ្វារបង្អួចនិងថ្មបាយក្រៀមប្រើសម្រាប់គ្រឹះនិងជញ្ជាំងថែវព័ទ្ធជុំវិញកាលដើមឡើយដំបូលថែវព័ទ្ធជុំវិញប្រាសាទធ្វើអំពីឈើនិងប្រក់ក្បឿងដែលបច្ចុប្បន្នបានបាក់បែកអស់ដោយបន្សល់ទុកតែស្លាកស្នាមប្រហោងឈើសម្រាប់ទប់ទល់ដំបូលនៅលើជញ្ជាំងតែប៉ុណ្ណោះមានផ្លូវដើរលយទៅទិសខាងកើតប្រវែងប្រហែល200ម៉ែត្រអមដោយបង្កាន់ដៃនាគយ៉ាងស្កឹមស្កៃនិងមានរូបសំណាក់តោមួយគូឈរយាមល្បាតនៅច្រកចូលយ៉ាងរឹងមាំនៅសងខាងផ្លូវចូលតួប៉មខឿនកណ្ដាលមានអគារហោត្រៃចំនួន2ធ្វើអំពីថ្មភក់លើកម្ពស់ផុតពីដីហោត្រៃទាំងនេះមានទ្វារពិតបែរមុខទៅទិសខាងលិចឆ្ពោះទៅតួប្រាសាទនិងទ្វារបញ្ឆោតលម្អក្បាច់បែរទៅទិសខាងកើតដោយមានហោជាងចម្លាក់រឿងទេវកថាយ៉ាងល្អប្រណិតប្រាសាទនេះមានថែវព័ទ្ធជុំវិញចំនួន2ជាន់ថែវជាន់ក្រៅមានសភាពបែកបាក់ខូចខាតខ្លាំងប៉ុន្តែនៅតាមខ្លោងទ្វារគ្រប់ទិសទាំង4សុទ្ធតែមានការលម្អដោយចម្លាក់រឿងរ៉ាវទេវកថាយ៉ាងរស់រវើកអ្វីដែលពិសេសទៀតនោះគឺក្រៅពីការឡោមព័ទ្ធដោយរឿងរ៉ាវក្នុងព្រហ្មញ្ញសាសនាប្រាសាទនេះក៏មានលាយឡំនៅចម្លាក់ទាក់ទងទៅនឹងព្រះពុទ្ធសាសនាផងដែរដែលឆ្លុះបញ្ចាំងពីការ
រូបរួមចុះសម្រុងគ្នានៃសាសនាទាំងពីរក្នុងសម័យនោះក្តីកណ្ដាលមានរាងជាអក្សរ T លយទៅទិសខាងកើតមានទ្វារចំហប៉ិតប្រាកដមួយនិងទ្វារបញ្ឆោតចំនួន3គឺទិសខាងជើងខាងត្បូងខាងលិចដែលជិតខ្ចប់ប៉ុន្តែលម្អដោយក្បាច់ចម្លាក់ផ្ទាំងថ្មយ៉ាងម៉ត់ចត់មានអាចកំបាំងមួយនៅខាងក្នុងចំកណ្ដាលក្តីមានប្រអប់ថ្មភក់មួយមានគម្របនិងមានចំពួយឬប្រហោងបង្ហូរទឹកនៅបាតខាងក្រោមទោះបីជាវាមានរូបរាងដូចមឈូសប៉ុន្តែអ្នកជំនាញជឿជាក់ថាមិនមែនសម្រាប់ដាក់សាកសពនោះទេដោយទំនងជាប្រើប្រាស់សម្រាប់កោតថ្មសម្រាប់តម្កល់ជាធាតុអ្នកស្លាប់ក្រោយបូជាហើយប្រាសាទសម្រាយមិនត្រឹមតែជាកេរដំណែលស្ថាបត្យកម្មដ៏កំពូលនៃសម័យអង្គរប៉ុណ្ណោះទេប៉ុន្តែជាសក្ខីភាពប្រវត្តិសាស្ត្រដ៏រស់រវើកដែលបង្ហាញពីការតភ្ជាប់គ្នារវាងជំនឿសាសនានិងការរស់នៅរបស់សហគមន៍មនុស្សជនជាតិសម្រែក្នុងតំបន់អូសៀនអង្គរតាំងពីបុរាណកាលមក